វីដេអូនេះខ្ញុំបង្ហាញពីរបៀបប្រើវ៉ានអូតូដែលប្រើថ្មហើយនិង controller ដែលយើងប្រើថ្មដើម្បីបញ្ជាបិទបើក controller នេះ Macfilin វាប្រើគ្រប់គ្រងបាន8វ៉ានចាប់ពីលេខ21ដល់លេខ150អញ្ចឹងក្នុងនេះយើងឧទាហរណ៍វ៉ាន2វ៉ានធំនេះ100លេខ50ហើយវាប្រើថ្ម DC តែ2គ្រាប់ទេថ្ម1000កន្លះ2គ្រាប់លើឧទាហរណ៍នេះយើងបើកយើងអត់ set program តែយើងបើកឲ្យវាដើរផ្ទាល់តែម្ដងដើម្បីតេស្តវាជាធម្មតាយើងអាច set program អញ្ចឹងវាបាក់យើងបើកទៅវាដើរឲ្យបាត់ថ្ម2គ្រាប់ហ្នឹងហើយដល់ពេលដែលយើងចង់បិទវិញអានេះយើងបិទ manual មិនថាយើងបិទផ្ទាល់តែប៉ុតយើងអាច set program បានអញ្ចឹងយើងបិទទៅនៅពេលដែលយើងបិទគឺវាបញ្ជាដើម្បីបិទវ៉ានហ្នឹងវិញហើយវ៉ាននេះទៀតយើងអាចបិទដោយយើងអាចបើកវាដោយ manual មានន័យថាយើងវាមានកន្លែងដើម្បីកាច់បើកក្នុងករណីទៅយកខូចឬក៏យើងដាច់ភ្លើងឬយើងអត់មានអីដើម្បីបញ្ជាវាបាននេះយើងឧទាហរណ៍យើងកាច់បើកវាផ្ទាល់អញ្ចឹងយើងទៅឧបករណ៍ឧទាហរណ៍នេះយើងប្រើតែថ្មទៅយើងអាចគ្រប់គ្រងវ៉ាននេះបាន